លើប្រិមិត្តបាទគឺលួចទាំងធុងផែនដាលួចទាំងមួកសុវត្ថិភាពលួចទាំងអាវនៅក្នុងនឹងទៀតអាវផែនដាបាទលួចយកទៅហើយលួចយកកាយខ្លួនយកទៅរត់ផែនដាឲ្យប្រយ័ត្នជួបម្ចាស់ចាំតោគេណាធីមគេច្រើនគ្នាយកតែគេឃើញនឹងត្រូវដឹងខ្លួននឹងអីកាយខ្លួនទៅលោកអើយរៀបចំពាក់អាវហើយហើយជាចិត្តម៉ោង2ខ្ញុំចេញមកបាត់ម៉ូតូហ្នឹងយើងទុកនៅកន្លែងធ្វើការឬមួយក៏នៅផ្ទះយើងមុខបន្ទប់មកមុខបន្ទប់ជួលណានៅសង្កាត់ណាដែរសង្កាត់ចំចៅហ្មងចំចៅមួយខណ្ឌពលអញ្ជើញណាយើងមានចាក់សកចាក់អីត្រឹមត្រូវចាក់សកហើយបងតែខ្ញុំចាក់សកហើយខ្ញុំបានចាក់លុកឯណាហើយទៅមកគឺចេញមកវិញបាត់ហើយចេញមកវិញបាត់ខ្ញុំឡើងទុនដៃទុនជើងវិញខ្ញុំមានម៉ូតូមួយហ្នឹងមកអញ្ចឹងណាបាទដល់ពេលខ្ញុំបាត់ម៉ូតូខ្ញុំជីវិតខ្ញុំស្មាតសូនហ្មងបាទហើយមករស់នៅទីក្រុងភ្នំពេញដាំឡាយដំបងយើងអ្នកនៅខេត្តឬមកអ្នកទៅទីក្រុងភ្នំពេញអ្នកនៅខេត្តបងទៅមកបានពិបាកពេល6 7 ខែទៅចូលដឹកជួនបានរយៈពេល1 ខែជាងទេបងទៅបាន1 ខែជាងទេបាទឥឡូវបានម៉ូតូទៀតម៉ូតូហ្នឹងពេលយើងទិញបងមលូក៏ទិញដែរបងមលូបងហើយឥឡូវតន់បងលុយគេទៀតសំ7 ខែទៀតបានដាច់ហើយបងឡើង3000ទេបងជិតដាច់ទេបងអញ្ចឹងម៉ូតូមកអីដែរអាសង23បងអាសង023ពណ៌អីពណ៌ខ្មៅស្លាកលេខហ្មងស្លាកលេខ 1Y24 8គុតបង1Y24 8គុតភ្នំពេញឬក៏តាមដាខេត្តព្រៃវែងបងព្រៃវែងគឺត្រូវជន់សង្ស័យធ្វើសកម្មភាពកាច់កននៅមុខបន្ទប់ជួលបងប្អូនបាទគឺសាហាវម៉ូតូទុកនៅលើជាន់ទី2ផ្ទះបន្ទប់គាត់គឺជាន់ទី2នៅមុខបន្ទប់មកបាទហ៊ានចូលទៅកាច់កអាពេលម្ចាស់គេកំពុងតែបាទចូលទៅមួយទឹកមកផ្លែនមកគ្នាមកវិរុទ្ធពេលហ្នឹងយើងមកវិរុទ្ធអេបរៀបចំចេញអូរៀបចំចេញទេគាត់មួយទឹកមួយអីបាត់ដោឲ្យបងតែជាផលលំបាករបស់យើងទី1អត់មានតោដឹកអីវ៉ាន់ពិបាកបងបាទជាមួយខ្ញុំស្មាសូនគិតអីកន្លែងចង់ចេញអីក៏អត់ឃ្លានហើយយើងមិនឡើងមានកម្លាំងអស់បងហើយចាំមកពេលបាត់ម៉ូតូមានកាន់តែផ្ទះទៅអីណាប្រាប់ដែរណាយើងបងមលុះចិត្តដាច់ហើយសល់តែ7 ខែទៀតទេបាទឥឡូវនេះគឺយកទៅបាត់ឥឡូវមានពឹងលើបងសមត្ថកិច្ចជួយប្អូនឲ្យរើម៉ូតូជួយប្អូនទៅបានឃើញបងអីប្អូនតែមានម៉ូតូផងបងមានតែមួយគ្រឿងទេទុកគ្រឿងបងគេទៀតចាំជីវិតឥឡូវពិបាកបានទៀតបាទអញ្ចឹងយើងអត់មានកាមេរ៉ាបាត់ភាពចោលដែលយកកម្មភាពធ្វើកម្មភាពយកម៉ូតូយើងទៅណាបាទខ្ញុំសុំគេដែរតែទុកជួនៅខាងមុខអ្នកខ្លះគេថាឆៃបាក្រុមគ្រួសារគេទេហើយអ្នកខ្លះទៀតគេថាដាច់ភ្លើងហើយអ្នកខ្លះទៀតកាមេរ៉ាខូចអ្នកខ្លះទៀតថាចាំបងចាំកូនគាត់មកដល់ពេលកូនគាត់មកហើយតែចាំឲ្យគាត់មកទៀតចឹងអត់បានឆៃមកបាទព្រោះធម្មតាទេបងប្អូនមកកាមេរ៉ាបាត់ភាពគឺគេដាក់មកគិតមើលទៅផ្ទះបាទមើលបណ្ដុំផ្ទះគាត់ទេបើសិនជាគាត់មានទឹកចិត្តនៃការឆៃឲ្យយើងគឺអាហ្នឹងវាទឹកចិត្តរបស់គាត់បើសិនជាអត់ទេអាហ្នឹងតសមត្ថកិច្ចគាត់មានกระดาษពីបណ្ដឹងទៅស្នើសុំទៅកាន់ម្ចាស់ផ្ទះបងប្អូនមិនមែនជាឆៃព្រោះរសាយគេមើលតែដាក់កាមេរ៉ាហ្នឹងគឺគាត់មើលតែសុវត្ថិភាពផ្ទះគាត់ដែរទេបងប្អូនយើងមិនអាចបន្ទោសគាត់បានទេតែជឿសមត្ថកិច្ចយកវិញបានទៅជឿបងជឿឲ្យគាត់ធ្វើការយកមកបងប្អូននឹងវិញនឹងអរគុណច្រើនពេលគ្នាមានអីរត់ផែនដាមួយថ្ងៃគ្នាចេញម៉ោង2អីការរត់ដល់ម៉ោង8 9យប់បានលុយ10 រីអីនឹងជាងការបាទមួយថ្ងៃឲ្យសំតិចយកលុយបងតោគេហ្នឹងបងម៉ូតូបងផ្ទះជួលហូបចុកបងផ្ទះជួលហូបចុកទៀតមានម៉ែនទេហើយមានត្រូវផ្ញើទៅផ្ទះទៀតណាបាទហើយមើលយ៉ាងគ្នាមានលុយហ្នឹងច្រើនករណីលួចម៉ូតូមួយរយៈនេះគឺសបោខ្លាំងមែនតើហើយសមត្ថកិច្ចក៏គាត់បក្រាបបានច្រើនដែរគឺកាច់ភ្លាមជួនកាលតែមួយថ្ងៃឬក៏2ថ្ងៃអីប្រាប់បានហើយសមត្ថកិច្ចសង្កាត់ចំចៅទី1ខណ្ឌពើសាន់ជ័យឲ្យជួយស្រាវជ្រាវរកម៉ូតូបងអូនវិញផងបាទផ្លាកលេខ 1Y24 8គុតព្រៃវែងបាទទឹកពិសាហៃថេកដើម្បីសុខភាពលោកអ្នកប្រិមត្តទស្សនិកជនបាទគឺករណីបាត់ម៉ូតូមួយគ្រឿងទៀតហើយនៅនឹងសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យថ្ងៃមិញនេះបងប្អូនគឺថ្ងៃមិញនេះគឺថ្ងៃទី6ឥឡូវនេះគឺជនរងគ្រោះបាទគឺជាអ្នកដឹកជញ្ជូនបាទផែនដាហើយក៏ដូចជាមានក្រុមការងារគាត់បាទបងប្អូនអ្នកស្គាល់រាប់អានគាត់គឺបានមកជាមួយដែរបាទឥឡូវនេះយើងចង់ដំណើរដើមតបនៃការបាត់ម៉ូតូរបស់អ្នកដឹកជញ្ជូននេះយើងនឹងធ្វើការសាកសួរទៅលើគាត់បន្តិចបាទជំរាបសួរបាទបាទមានឈ្មោះដែរឈ្មោះដារ៉ូបាទឆ្នាំនេះអាយុប៉ុន្មាន23បង23ឆ្នាំអរអាចរៀបរាប់បន្តិចបានទេមុនពេលកើតហេតុដែលមានជនសង្ស័យលួចម៉ូតូណៃពេលហ្នឹងកំពុងធ្វើអីខ្ញុំកំពុងបោកកៅអៅដល់ពេលខ្ញុំបោកកៅអៅហើយខ្ញុំហៅកៅអៅវាយជីលវៈម៉ោង1ខ្ញុំចេញមកម៉ូតូខ្ញុំនៅនឹងបាទហើយដល់ពេលខ្ញុំចូលទៅវិញងូតទឹកបានមកសធុរៀបចំពាក់កៅអៅហើយវាយជីលវៈជិតម៉ោង2ខ្ញុំចេញមកបាត់ម៉ូតូហ្នឹងយើងទុកនៅកន្លែងធ្វើការឬមួយក៏នៅផ្ទះយើងមុខបន្ទប់មុខបន្ទប់ជួលណានៅសង្កាត់ណាដែរសង្កាត់ចំចៅហ្មងចំចៅមួយខណ្ឌពោធិ៍សែនជ័យណាបាទម៉ូតូហ្នឹងនៅជាន់យើងនៅជាន់បន្ទប់យើងជួលនៅជាន់បាទទី1ទី2ឬមួយក៏នៅជាន់តដីជាន់ទី2បងជាន់ទី2អញ្ចឹងម៉ូតូជិះឡើងលើបានទៀតជិះបានបងជិះដល់មកបន្ទប់ហ្មងបាទពីហ៊ានម្លេះចាំពេលហ្នឹងយើងកំពុងស្លេបអត់ដឹងខ្លួនសោះហ្មងខ្ញុំកំពុងចូលទៅងូតទឹកមួយផ្លែតទេបងមួយផ្លែតទេណាយើងមានចាក់សោកចាក់អីត្រឹមត្រូវចាក់សោកហើយបងតែខ្ញុំចាក់សោកហើយខ្ញុំបានចាក់លុកអត់បានចាក់លុកទេណាហើយដល់តមកគឺចេញមកវិញបាត់ដល់ចេញមកវិញបាត់ខ្ញុំឡើងទុនដៃទុនជើងវិញខ្ញុំមានម៉ូតូមួយហ្នឹងហ្មងអញ្ចឹងណាបាទដល់ពេលខ្ញុំបាត់ម៉ូតូខ្ញុំជីវិតខ្ញុំស្មាតសូនហ្មងបាទហើយមករស់នៅទីក្រុងភ្នំពេញដាំឡាយដំបងយើងអ្នកនៅខេត្តឬមកអ្នកទៅទីក្រុងភ្នំពេញអ្នកនៅខេត្តបងទៅមកបានពិបាកពេល6 7 ខែទៅចូលដឹកជួនបានរយៈពេល1 ខែជាងទេបងទៅបាន1 ខែជាងទេបាទឥឡូវបានតោទៀតហើយបានបើកលុយនៅបានបើកលុយម្ដងនៅអាហ្នឹងគិតបងគិតបងទេណាបាទមួយថ្ងៃបើកមួយថ្ងៃបាន10 វាជាងឥឡូវបានតោមួយទៀតបងបានម៉ូតូហ្នឹងពេលយើងទិញបងមលូក៏ទិញដែរបងមលូបងហើយឥឡូវតន់បងលុយគេទៀតសំ7 ខែទៀតបានដាច់ហើយបងឡើង3000ទេបងជិតដាច់ទេបងអញ្ចឹងម៉ូតូមកអីដែរអាសង23បងអាសង023ពណ៌អីពណ៌ខ្មៅស្លាកលេខហ្មងស្លាកលេខ 1Y24 8គុតបង1Y24 8គុតភ្នំពេញឬក៏តាមបណ្ដាខេត្តព្រៃវែងបងព្រៃវែង 1Y24 8គុតបងបាទ
បាទឥឡូវមានរូបម៉ូតូមានរូបម៉ូតូសុំបង្ហាញរូបម៉ូតូទីមកឲ្យច្បាស់ថាយើងជិះម្ចាស់ម៉ូតូហើយម៉ូតូហ្នឹងគឺស្លាកលេខចឹងមែនបាទអូនេះព្រមណាគឺជាមកផេតម៉ូតូអាសង់023ដែលពាក់ស្លាកលេខព្រៃវែង1 Y 24និងបាច់គាត់គឺត្រូវជន់សង្ស័យធ្វើសកម្មភាពកាច់កនៅមុខបន្ទប់ជួលបងប្អូនបាទគឺសាហាវម៉ូតូទុកនៅលើជាន់ទី2ផ្ទះបន្ទប់គាត់គឺជាន់ទី2នៅមុខបន្ទប់មកបាទហ៊ានចូលទៅកាច់កអាពេលម្ចាស់គេកំពុងតែបាទចូលទៅមួយទឹកមកផ្លែនមកគ្នាមកវិរុទ្ធពេលហ្នឹងយើងមកវិរុទ្ធអេបខ្ញុំអត់ទាន់បានចេញទៅបងខ្ញុំរៀបចំចេញ អូរៀបចំចេញទេគាត់តែមួយទឹកមួយអិចបាត់ម៉ូតូបណ្ដោយ បាទ ហើយឥឡូវនេះពេលបានម៉ូតូចឹងមិនទុកអ្វីដែលជាផលលំបាករបស់យើង ទី1អត់មានតោដឹកអីវ៉ាន់ពិបាកបង បាទ ជាមួយខ្ញុំស្មាសូនគិតអីកន្លែងចង់ចេញបងអីក៏អត់ឃ្លាន ឃ្លានដល់យើង កន្លែងនេះកម្លាំងអស់ហើយបង ហើយចុះមកពេលបាត់ម៉ូតូមាន5នាទីអីណា ប្រាប់ដែរ ប្រាប់ឯណា បាទ យើងបងមលុះចិត្តដាច់ហើយសល់តែ7ខែទៀតទេបាទឥឡូវនេះគឺយកទៅបាត់ ឥឡូវមានពឹងលើបងសមត្ថកិច្ចជួយបងអូនឲ្យរើម៉ូតូជួយបងអូនបានឃើញមកបងឲ្យបងអូនមានម៉ូតូផងបង មានតែមួយគ្រឿងទេ មានតែគ្រឿងបងទៀតចំជីវិត បាទ ឥឡូវពិបាកបានទៀត នឹងអាពេលបន្ទប់ជួលយើងជួលមួយខែប៉ុន្មាន មួយខែ40រៀលជាងបង 40រៀលថ្លៃហូបជប់សាំងម៉ូតូអីទៀតហើយយើងរកមួយថ្ងៃបានតែ10រៀលទេ បាទ10រៀលជាងថ្ងៃខ្លះទៅបាន ទៀងណា បើ10រៀលទៅវាទៀងទៅបងហើយពិបាកបងដឹកមិនស្រួលទេហើយដល់ពេលបាត់ម៉ូតូទៀតចប់ នឹងហើយឃើញភាគច្រើនបងប្អូនយើងនៅដឹកអីវ៉ាន់គឺបងប្អូនដឹងហើយបាទគឺគាត់បានមួយថ្ងៃតិចតួចទេឥឡូវនេះគឺជនសង្ស័យធ្វើសកម្មភាពកាច់កយកម៉ូតូបាត់ទៀតហើយម៉ូតូបងមលុះទៀតនៅសល់7ខែទៀតដាច់ហើយបងប្អូនឥឡូវនេះគឺបាទត្រូវចោលកាច់កយកទៅបាត់ទៀតចុះពេលយើងទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់ចំចៅមួយសមាជិកក៏មានថាមិនយ៉ាង គាត់ថាចាំគាត់តាក់ទងចាំមិនបងគាត់ថាចាំរៀបការចាក់លើដល់ពេលចាំមិនមកគាត់តាក់ទងមកខ្ញុំបង បាទតាក់តមកនេះបាទមានចោះឆែកចោះមានចោះទៅឆែកកាមេរ៉ាមើលអញ អត់ហ្នឹងបង អត់ទេណាអញ្ចឹងយើងអត់មានកាមេរ៉ាបាត់ភាពចោលដែលយកសកម្មភាពធ្វើសកម្មភាពយកម៉ូតូយើងទៅណា បាទខ្ញុំសុំគេដែរតែបន្ទប់ជួលនៅខាងមុខអ្នកខ្លះគេថាឆាយបាក្រុមគ្រួសារគេទេហើយអ្នកខ្លះទៀតគេថាដាច់ភ្លើងហើយអ្នកខ្លះទៀតកាមេរ៉ាខូចអ្នកខ្លះទៀតថាចាំបងចាំកូនគាត់មកដល់ពេលកូនគាត់មកហើយតែចាំឲ្យគាត់មកទៀតអញ្ចឹងអត់បានឆាយបងបាទ ពិបាកហ្នឹង បាទ ព្រោះធម្មតាទេបងប្អូនមកកាមេរ៉ាបាត់ភាពគឺគេដាក់មកគិតមើលទៅផ្ទះបាទមើលបដុំផ្ទះគាត់ទេបើសិនជាគាត់មានទឹកចិត្តในការឆែកឲ្យយើងគឺអាហ្នឹងវាទឹកចិត្តរបស់គាត់បើសិនជាអត់ទេអាហ្នឹងតសមាជិកគាត់មានกระดาษពីបណ្ដឹងទៅស្នើសុំទៅកាន់ម្ចាស់ផ្ទះបងប្អូនមិនមែនជាឆែកទេព្រោះដោយសារអីគេមើលតែដាក់កាមេរ៉ាហ្នឹងគឺគាត់មើលតែសុវត្ថិភាពផ្ទះគាត់ដែរទេបងប្អូនយើងមិនអាចបន្ទោសគាត់បានទេហើយឥឡូវនេះយើងមានអីដាំផ្ញើទៅកាន់បាទជនសង្ស័យដែលធ្វើសកម្មភាពកាច់កម៉ូតូយើង ដាំផ្សាយទៅពួកគាត់ខ្ញុំធ្វើចោលប្រឹងធ្វើការរើលុយទៅម៉ូតូគេមករលុយបានបងមួយខែវេទនាណា មិនទិញដាច់ណា មិនទិញដាច់ណាហើយដល់ពេលមកធ្វើអញ្ចឹងទៀតវេទនាណាបង វេទនាណាបាទរកដូចគេទៅនេះបើខំប្រឹងតែដាក់តែឈ្មោះមួយមកបងមលុះម៉ូតូយកទៅរត់ដូចគាត់បាទរត់អេបរត់អីចឹងមករស់ស្រួលបាទចាំតែលួចរបស់គេតែហ្មងហើយកន្លងមកនេះគឺច្រើនករណីលួចម៉ូតូមួយរយៈនេះគឺសបោខ្លាំងមែនតើហើយសមាជិកក៏គាត់បក្រាបបានច្រើនដែរគឺកាច់ភ្លាមជួនកាលតែមួយថ្ងៃឬក៏2ថ្ងៃអីប្រាប់បានហើយបើជនសង្ស័យហ្នឹងអត់យូរទេដោយសារតែសម័យឥឡូវគឺកាមេរ៉ាសុវត្ថិភាពគឺមានគ្រប់កន្លែងតែម្ដងគឺគាត់ចោះតែឆែកតែកាមេរ៉ាសុវត្ថិភាពតាមួយផ្លែតហ្នឹងគាត់ដឹងពីជនសង្ស័យដឹងពីភិនភាគដឹងពីមុខសញ្ញាដឹងពីគោលដៅត្រូវជីតាណាបាត់ហើយឥឡូវនេះមើលបាទអ្នកសាក់ធីមបងប្អូនអ្នកស្គាល់គ្នារាប់អានគ្នាណាមើលដាក់ម្នាក់អាម៉ាត់ផ្ញើជូនទៅកាន់ជនសង្ស័យមើល មានផ្ដាំអីទេបងថាមានឲ្យតែយកម៉ូតូឲ្យបងអូនខ្ញុំវិញហ្នឹងហើយ ហ្នឹងហើយ បាទពួកអី ជឿថាចោលយកវិញអត់ អានឹងពិបាកថាជឿណាពួកអីចោលតែវាលួចទេទៅ បាទតែជឿសមត្ថកិច្ចយកវិញបានទៅ ជឿបងជឿឲ្យបងធ្វើការយកមកឲ្យបងអូនខ្ញុំវិញនឹងអរគុណច្រើនបង បាទ ពួកអីគ្នាមានអីរត់ផែនតាមួយថ្ងៃគ្នាចេញម៉ោង2អីជួនកាលរត់ដល់ម៉ោង8 9យប់បានលុយ10រៀលអីហ្នឹងជួនកាល មួយថ្ងៃបានរួមមួយថ្ងៃហ្នឹង បាទមួយថ្ងៃរួមមួយថ្ងៃឲ្យសំតិចតិចយកលុយបងម៉ូតូគេហ្នឹង បងម៉ូតូបងផ្ទះជួលហូប បាទ ចុក បងចេះជួលហូបចុកទៀតមានម៉ានទេ ហើយមានត្រូវផ្ញើទៅផ្ទះទៀតណា បាទហើយមើលចឹងគ្នាមានលុយហ្នឹងដូចពួកខ្ញុំមិនសិតរត់ចឹងលើគ្នាមានទៅហ្នឹង ពេលប៉ក់អីប៉ក់ហ្នឹង ពេលប៉ក់ ជួនកាលយើងប៉ះពៀគេឬក៏មិនបានវាបាត់ភាពទៀត បាទ ជាយាមធ្វើការមានដៃមានជើងយើងអត់លួចដូចពួកចោលទេ អត់ទេ បាទ ខំធ្វើការ រស់ស៊ីតាមកម្លាំងជាម្នាក់ បាទ បានប្រហែល មានណារូបប៉ុណ្ណឹងបង បាទអរគុណបាទឥឡូវនេះជាចុងក្រោយមានអីសំណុំពរទៅកាន់កម្លាំងសមត្ថកិច្ចនៅសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យអត់ ជាដំបូងខ្ញុំសូមសំណូមពរទៅសមាជិកសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យឲ្យជួយស្រាវជ្រាវរកម៉ូតូបងអូនវិញផង បាទ ផ្លាកលេខ 1Y 24 8កូដព្រៃវែង បាទឥឡូវប្រិមិត្តបាទគឺលួចទាំងធុង Panda លួចទាំងមួកសុវត្ថិភាពលួចទាំងអាវនៅក្នុងនឹងទៀតអាវ Panda បាទលួចយកទៅហើយលួចយកកាយខ្លួនយកទៅរត់ Panda ឲ្យប្រយ័ត្នជួបចាំតោគេធីមគេច្រើនគ្នាយកតែគេឃើញនឹងត្រូវដឹងខ្លួននឹងអីកាយខ្លួនទៅលោកអើយល្មមឲ្យឈប់ទៅរឿងលួចរឿងអីគេហ្នឹងមួយថ្ងៃបាន4 10រៀលអីទេបងបន្ទប់ជួលបងម៉ូតូបាយការហូបចុកបាទសាំងម៉ូតូឲ្យគ្មានបានប្រហែលទេបងប្អូនអ្នករត់ e-gate ដូចគ្នាបាទអ្នករត់ app អ្នករត់អីដូចគ្នាដឹងហើយណា delivery បាទហាក្តៅហាភ្លៀងដើម្បីតែប្រាក់ ពេលមេភ្លៀងអីដឹកមេភ្លៀងសុខចិត្តពេលអាវភ្លៀងអីទូរស័ព្ទដាក់សើមទៀត បាទ សុខចិត្តជិះយកឲ្យគេឲ្យមានបានបាន បាទ ហើយពេលលួចគ្នាអញ្ចឹងបាន សំណុំពរទៅកាន់កម្លាំងសមត្ថកិច្ចបាទខណ្ឌចំចៅទី1សង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យបាទលោកជួយវែកមុខរកជនសង្ស័យបានកាត់កម៉ូតូបាទរបស់អ្នកដឹកជញ្ជូននេះផងដែរយកមកធ្វើការតាមនីតិវិធីច្បាប់បាទអរគុណណាស់